ไปดีบางให้สัญญากรรมโกជាមួយនឹងមនុស្សចិត្តស្និទ្ធម្នាក់នៅប៉ុន្មានម៉ោងមុននេះไปดีបានចេញសាររៀបរាប់ដ៏វែងអន្លាយមួយរៀបរាប់ពីការអន់ចិត្តពីការផ្ដល់តម្លៃឲ្យទៅមិត្តភាពជ្រុលហួសហេតុពេកដែលសំណេរនេះកំពុងសង្ស័យលោកកំពុងមានភាពរកម្មរកុសជាមួយមនុស្សចិត្តស្និទ្ធតាមបណ្ដាញសង្គមไปดีបាននិយាយថាមិត្តដូចខ្ញុំគឺស្មោះត្រង់រាប់អានដោយស្មោះលាក់បាំងទោះពេលខ្លះមានរឿងពិបាកចិត្តតែសន្តានចិត្តនិងសេចក្តីស្រឡាញ់ដែលមិនបោះបង់អ្នកណាម្នាក់ទោះសន្ធិដ្ឋនៅក្នុងកលៈទេសៈណាមួយក៏ដោយកំពុងប្រឈមមុខនឹងរឿងអ្វីមានរឿងអាស្រូវយ៉ាងណាអ្នកផ្សេងស្អប់យ៉ាងម៉េចតែចំពោះខ្ញុំមិត្តរបស់ខ្ញុំមិនរលាស់ខ្លួនចេញជាដាច់ខាតកម្លាំងចិត្តដែលយើងផ្ដល់ឲ្យមនុស្សក្បែរខ្លួនទោះតិចឬច្រើនតែវាមានតម្លៃណាស់ហើយគេនឹងចាំយើងទុកម្ចាស់ហាងកាហ្វេ Corner បានបន្តទៀតថាអរគុណមនុស្សល្អៗដែលតែងតែចូលមកនៅក្បែរខ្ញុំមិនថាពេលវេលាលំបាកយ៉ាងណាទេហើយខ្ញុំក៏មិនខឹងចំពោះអ្នកដែលបំរាស់ខ្លួនចេញពីខ្ញុំព្រោះគោលបំណងនឹងការសម្រេចចិត្តនិងជាក្តីស្រមៃដែលគេចង់បានតែខ្ញុំអន់ចិត្តក្នុងការឲ្យតម្លៃទៅលើមិត្តភាពជ្រុលហួសហេតុរហូតដល់ខ្ញុំមានបញ្ហាមានរឿងអាស្រូវទើបដឹងថាគ្រប់គ្នាមិនបានរួមសុខរួមទុក្ខជាមួយនឹងយើងទេគេនឹងអបអរយើងនៅពេលដែលយើងឡើងខ្ពស់គេនឹងដកខ្លួននៅពេលដែលយើងធ្លាក់ចុះក្រោយឆ្លងកាត់មិត្តភាពคล้ายបែបនេះไปดีថាលោកមិនស្ដាយក្រោយទេគឺលោកឆ្អែតចិត្តទៅវិញទេប្រហែលជាទង្វើល្អរបស់លោកកន្លងមកវាជាការដោះស្រាយដោះទ័លរបស់គេរួចហើយក៏คล้ายទៅជារឿងកន្លងផុតទៅไปดีថាបើយើងចង់ជួបគេម្ដងទៀតក៏គេមើលលើ credit យើងសិនដែរដែលយើងមានមុខមាត់គេឈ្មោះល្អយើងមានតម្លៃព្រោះគេនឹងនឹកឃើញយើងភ្លាមព្រោះយើងអាចជួយគេបានកំហុសដ៏ធំបំផុតដោយយើងចាប់ផ្ដើមមានទុកមានគេស្អប់មនុស្សដែលយើងធ្លាប់ល្អជាមួយនឹងជាម្នាក់នៅក្នុងក្រុមដែលវាតម្លៃយើងនឹងไปดีសង្កត់ធ្ងន់ថាไปดีសង្កត់ធ្ងន់ថាយ៉ាងណាល្អហើយកុំគិតថាគេល្អដូចដែលយើងល្អដាក់គេផងដែរ